សួរបបងប្អូនអរគ្នាខ្ញុំសំណាងសកម្មអត់ថ្មីអញ្ចឹងសំណាងបានមើលរឿងដែលជួយយត់បាទបងប្អូនបានមើលក្បាលវីដេអូអញ្ចឹងតើយើងស្វាគមន៍ដល់ថ្មីអញ្ចឹងបងប្អូនចូលវីដេអូកុំភ្លេចជួយ like comment ជួយ share ជួយ subscribe ជួយ follow page អ្នកមួយផងអ្នកគ្នាតើយើងចូលឥឡូវដល់ផ្លូវចូលហើយបងប្អូនអរគ្នាអានេះផ្លូវចូលអត់3ហើយមាន2ផ្លូវបងប្អូនតែយើងចូលផ្លូវទី1បងប្អូនអរគ្នាប្រយ័ត្នពេកណាបាទបងប្អូនថាអូមើលមែនតែនរ៉េត10តែម្ដងអ្នកនរគ្នាបាទឥឡូវខ្ញុំចាប់ដើមទៅមើលចូលទៅហើយបងប្អូនយើងមកតាំងពីម៉ោង4ជាងបងប្អូនអរគ្នាហើយសំណាងទៅដល់ហ្នឹងម៉ោង5ល្ងាចតែម្ដងបងប្អូនចូលទៅដល់គេកំពុងតែលេង play តែម្ដងហើយបងប្អូនយើងមកគ្រប់ច្រើនមែនតើបងប្អូនអរគ្នាបងប្អូននារីហើយមនុស្សប្រុសហើយនឹងកូនក្មេងហើយយទៅបងប្អូនមើលពីលើចុះក្រោមសិតតែបងប្អូនយើងមកគ្រប់ផលិតលក្ខណៈភាសារបស់ខ្មែរយើងបងប្អូនជួយគ្រប់គ្រងអញ្ចឹងដើម្បីលបាយទៅដល់បរទេសហើយខ្មែរយើងអស្ចារ្យបងប្អូនអរគ្នាហើយរឿងដែលចូលយន្តហើយប្រភេទចលនាកាមេរ៉ានិយមបងប្អូនអរគ្នាហើយសង្គមបាទបង្ហាញពីតភាពសង្គមមកបង្ហំការឆ្លៀនពៀនពីសៀមបងប្អូនឆ្លៀនពៀនទឹកដីរបស់យើងរឿងហ្នឹងគឺបានបង្ហាញអំពីការសៀមឆ្លៀនពៀនទឹកដីរបស់ខ្មែរបងបាទហើយរឿងនេះគឺជាបង្ហាញនៅក្រងគីស្វាយបងប្អូនហើយរឿងនេះគឺជាតថភាពនៅក្នុងសង្គមមែនទែនហើយល្ខោនភាសាហ្នឹងគឺបានបង្ហាញដល់បងប្អូនរបស់កូនខ្មែរគ្រប់រូបបាទដែលហើយស្ដេចសម្រែគឺជាស្ដេចសៀមហើយយើងតាក់តែងរឿងហ្នឹងបងប្អូនហើយរឿងហ្នឹងរឿងនេះចូលយត់ចលនាប្រភេទកនិយមហើយបងប្អូនសិស្សថ្នាក់ទី12ក៏បានដឹងហើយក៏បានសរសេររឿងហ្នឹងដែរហើយភាសាឆ្នាំហ្នឹងគឺថាអេមែនតើបងប្អូនហើយអ្នកនិទេសអេក៏បានច្រើនដែរនិយាយមែនតើបងប្អូនអរគ្នាហើយយើងមានតែយើងគ្រប់គ្រងវប្បធម៌របស់យើងបងប្អូនលខោនភាសាមិនថាលខោននិយាយលខោនខាលខោនខ្មែរនិយាយទៅខោនខ្មែរគឺច្រើនមែនតើបងប្អូនរៀបរាប់មិនអស់ទេបាទហើយបងប្អូនយើងក៏មកគ្រប់គ្រងច្រើនមើលក្រោយសំណាងគួយតែកន្លែងបងប្អូនបងប្អូនសុំតែកន្លែងគេចូលបន្តិចទៅបានគួយបងប្អូនអរគ្នាបាទបងប្អូនយើងចឹងច្រឡំអញ្ចឹងបាទបងប្អូនអរគ្នាបាទខ្មែរតែមួយយើងរួមគ្នាយើងសាមគ្គីគ្នាយើងមិនបាក់បែកសាមគ្គីគ្នាប្រទេសជាយើងរីកចម្រើនបងប្អូនហើយយើងឈប់គ្រប់គ្រងផលិតផលសៀមផលិតផលថៃឯហ្នឹងបោះចោលអបប្រទេសវិញនៅមានប្រទេសគេទៀតបងប្អូនហើយប្រទេសយើងគ្រប់គ្រងផលិតផលក្នុងស្រុករបស់យើងប្រទេសយើងនឹងមានប្រាក់ចំណូលខ្ពស់បងប្អូនក្នុងឆ្នាំ2030នេះទៅឯងបាទបងប្អូនយើងហើយសេដ្ឋកិច្ចយើងក៏ដើរតាមដានដែរហើយបងប្អូននារីក៏មានការងារច្រើនមានប្រាក់ខែច្រើនដែរបាទបងប្អូនអរគ្នានេះគឺជារឿងពិតឲ្យតែយើងគ្រប់គ្រងផលិតផលក្នុងស្រុកតែម្ដងអ្នកនរគ្នាហើយទៅក្នុងសង្គមរាស្ត្រនិយមវិញបងប្អូនគឺខ្មែរយើងខ្លាំងមែនតើបងប្អូនដោយសារយើងបាក់បែកសាមគ្គីក្នុងបានប្រទេសយើងពីដល់ថ្នាក់ហ្នឹងបងប្អូនហ្នឹងហើយយើងឈប់និយាយទៅយើងក៏បាក់បែកសាមគ្គីតែក្នុងហើយជាទៅតើយើងបែកកាក់សាមគ្គីគ្នាយប់តែជាគឺអត់មានរីកចម្រើនគឺរលាដណ្ដាបតែម្ដងឥឡូវសម័យតេជោគឺថាប្រទេសយើងរីកចម្រើនបានច្រើនបងប្អូនបាទរីកចម្រើនបានខ្លាំងណាបងប្អូនអរគ្នាបាទរឿងជាទៅលខោនបាសាក្រុមភេសគុណទេនេះគឺល្អមែនតើបងប្អូនរ៉េត10តែម្ដងបាទជាទៅលខោនបាទជាទៅបងប្អូនយើងគ្រប់ត្រយើងលើកស្ទួយដល់កូនខ្មែរចំនួនក្រោយបានស្គាល់ថាលខោនបាសាហ្នឹងគឺជាលខោនរបស់ខ្មែរយើងបាទមានតាំងពីបុរាណតកាលមកបងប្អូនអរគ្នាដល់ឆ្នាំ1000ជាងបងប្អូនតែខ្ញុំមិនទាន់កើតណាបាទសិក្សាមកដល់ប្រជាថ្មីកន្លងនេះបងបានបង្ក្រាបប្រជាសៀមមែនឲ្យរត់ផាសខ្ចាត់ខ្ចាយចេញពីទឹកដីកម្ពុជាយើងប៉ុន្មានខែកន្លងមកនេះបងក៏បានបង្ក្រាបជុំក្បត់ជាតិមានឈ្មោះបល័យកងចាស់ជាដើមមែនប៉ុន្តែបងនេះអ្វីដែលបងព្រួយបារម្ភអត់នៅសល់តែនិយាយថាស្ដេចសម្រែមានថ្មីដីក្នុងប្រកែកណាស់ណាបងស្រីអូចាកុំច្រើនទេអូស្រីចាស្លាប់ដើម្បីបុកប្រហារប្រទេសជាតិគឺជាមហាកិត្តិយសដ៏ខ្ពស់ខ្ពស់ណាស់ដូច្នេះអូកំរំអីណាអូមិនមានពីអ្វីទេក្រៅតែពីលំរៀនទឹកដល់ប្រសពពងសូមបងជើងទេណា
យកឈ្នះឲ្យបានទោះបីស្អីប្រាំតែបានក៏មិនសោកស្ដាយខំបងឈ្នះទាំងអស់ហើយយើងមិនដាល់តាបានដីកើបើយើងទុកជីវិតឲ្យមេតបឆៃនេះនឹកស្មានថាបើត្រឡប់ទៅមានទៅវិញហើយរៀបរាប់ពីទឹកចិត្តរបស់ពលរដ្ឋខ្មែរព្រោះអីទឹកចិត្តរបស់ខ្មែរមិនដែលចង់បានរបស់អ្នកណាទេខ្មែរចង់បានតែម្យ៉ាងគត់គឺសន្តិភាពនេះសម្ដីរបស់លោកយកតែប៉ុណ្ណោះតែចំណែកខ្ញុំឃើញដែនដីកម្ពុជានេះសម្បូរទៅដោយធនធានធម្មជាតិប្រាង្គប្រាសាទអច្ឆរិយៈគ្មានពីរលើលោកបានជាខ្ញុំចង់បានឲ្យតែប្រជាជនរបស់ខ្ញុំថ្ងៃនេះយើងដាច់ខាតមិនឲ្យឯងមានជីវិតទៀតទេយើងត្រូវបានអត់ហើយបាច់និយាយទេវីដេអូនេះដល់ទីចប់បងប្អូនជួយ follow page មួយផងណានេះគឺជា page ថ្មី3ពី page ហ្នឹងបងប្អូនហើយនេះគឺជា channel របស់ខ្ញុំចឹង subscribe អ្នកមួយផងណាអរគុណបងប្អូនទាំងអស់គ្នាចឹងបងប្អូនចង់ដានបងប្អូនអាចមើលពី page ហ្នឹងបងប្អូនអរគ្នា page ទឹកកាត់ថ្មី page ខ្ញុំអស់ 3 page បងប្អូនដោយសារគេ ban តែម្ដងបាទវីដេអូខ្ញុំជួយ subscribe អ្នកផងអរគុណជំរាបលាជួបគ្នាវីដេអូក្រោយ